សួស្តីអ្នកទាំងអស់គ្នាtrongវីដេអូនេះគឺខ្លីៗនិយាយអំពីរចនាសម្ព័ន្ធក្រុមហ៊ុនឬក៏ភាសាអង់គ្លេសគេហៅថា organizational structure ឬក៏ company structure អញ្ចឹងតើអ្វីទៅជារចនាសម្ព័ន្ធក្រុមហ៊ុនហើយវាមានសារៈសំខាន់អត់វាចាំបាច់អត់អញ្ចឹងរចនាសម្ព័ន្ធក្រុមហ៊ុនវាគឺជាប្រព័ន្ធនៃការគ្រប់គ្រងចាត់ចែងនៅក្នុងស្ថាប័នមួយហើយនៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុននេះគឺវាបញ្ជាក់ឲ្យដឹងថានរណាកាន់តួនាទីអីហើយគាត់មានកាតព្វកិច្ចទំនួលខុសត្រូវនៅក្នុងកម្រិតណាហើយក្នុងនឹងផងដែរក៏បង្ហាញអំពីនរណារបាយការណ៍ទៅកាន់អ្នកណាហើយទន្ទឹមហ្នឹងគឺចរន្តការងារហ្នឹងហើយក៏បង្ហាញអំពីចរន្តការងារអញ្ចឹងចរន្តការងារហ្នឹងគឺសំខាន់មែនតើដែលវាបង្ហាញឲ្យឃើញឲ្យដឹងថាតើការងារហ្នឹងគឺចាប់ផ្ដើមពីណាហើយបញ្ចប់នៅកន្លែងណាអញ្ចឹងណាបាទរចនាសម្ព័ន្ធក្រុមហ៊ុននេះគឺនិយាយទៅគឺសំខាន់មែនទែននៅក្នុងក្រុមហ៊ុននីមួយៗហើយវាចាំបាច់ដែលត្រូវតែមានណាអញ្ចឹងនៅពេលដែលយើងនិយាយថាចាំបាច់ដែលត្រូវតែមានហ្នឹងគឺវាបង្ហាញថាវាសំខាន់ហើយមូលហេតុដែលវាសំខាន់ដោយបានជំរាបមិញអញ្ចឹងគឺវាបង្ហាញថាតើនរណាកាន់តួនាទីអីគាត់មានកាតព្វកិច្ចតួនាទីអីហើយគាត់មានសិទ្ធិនៅក្នុងការសម្រេចនៅក្នុងកម្រិតណាទន្ទឹមហ្នឹងគឺចរន្តការងារហ្នឹងហើយអញ្ចឹងប្រសិនបើក្រុមហ៊ុនមួយអត់មានចំណុចទាំងអស់ហ្នឹងទេវាធ្វើឲ្យបុគ្គលិកយ៉ាងម៉េចគឺគាត់អត់ដឹងថាតើគាត់ទៅធ្វើអីគាត់មានតួនាទីអីហើយទន្ទឹមហ្នឹងពេលខ្លះគឺបុគ្គលនីមួយនៅពេលដែលគាត់អត់ដឹងគាត់អត់យល់អញ្ចឹងវាធ្វើឲ្យការបំពេញការងារហ្នឹងជួនកាលវាអាច overlap មានន័យថាជាន់គ្នាណាអញ្ចឹងគណៈជាន់គ្នាវាមានន័យវាខាត់ពេលវេលាហើយវាជាប្រព័ន្ធមួយអត់ល្អនៅក្នុងការអនុវត្តការងារដែលមនុស្សធ្វើការពីផ្នែកមួយនៃផ្នែកមួយផ្សេងគ្នាប៉ុន្តែធ្វើការជាន់គ្នាអញ្ចឹងណាអញ្ចឹងវាខាតធនធានមនុស្សវាខាតពេលវេលាអញ្ចឹងណាហ្នឹងហើយកាលណាដែលយើងអត់មានរចនាសម្ព័ន្ធមួយល្អក៏ប្រសើរទេវាធ្វើឲ្យមនុស្សអត់ដឹងពីកាតព្វកិច្ចតួនាទីការងារខ្លួនឯងហើយការងារបុគ្គលអាចធ្វើការជាន់គ្នាហើយធ្វើឲ្យមួយវិញទៀតអាសិទ្ធនៅក្នុងការសម្រេចការងារហ្នឹងគឺយើងអត់ដឹងអញ្ចឹងត្រូវរុញដាក់គ្នាទៅវិញទៅមកហើយមួយវិញទៀតអាចធ្វើឲ្យការតំណែងនៅក្នុងផ្នែកពីផ្នែកមួយទៅផ្នែកមួយនៅក្នុងស្ថាប័នហ្នឹងគឺអាចមានបញ្ហាច្រើនហ្នឹងហើយគឺបាតុកិច្ចគ្នាច្រើនអញ្ចឹងគឺសរុបទៅនៅពេលដែលយើងអត់មានរចនាសម្ព័ន្ធមួយប្រកបជាច្បាស់លាស់ទេគឺធ្វើឲ្យស្ថាប័នហ្នឹងគឺ chaos មានន័យថាមានភាពរញ៉េរញ៉ៃហើយអាចវឹកវរហើយងាយស្រួលនៅក្នុងការដួលរលំមែនទែនជាទូទៅរចនាសម្ព័ន្ធក្រុមហ៊ុនវាមានធាតុផ្សំចំនួន5នៅក្នុងហ្នឹងទី1គឺ hierarchy គឺសំដៅទៅលើ level of authority អញ្ចឹងនៅក្នុងហ្នឹងគឺបញ្ជាក់ឯងតើនរណាមានឋានៈតួនាទីជាអីគេឧទាហរណ៍ថានរណាជា CEO អ្នកណាជា COO អ្នកណាជា CFO ឬក៏អ្នកណាជា CHRO អីចឹងទៅហ្នឹងហើយអញ្ចឹងគឺយើងមើលទៅយើងដឹងហើយតួនាទីនីមួយហ្នឹងគឺសបញ្ជាក់ឲ្យឃើញអំពីសិទ្ធិនិងកាតព្វកិច្ចនៅក្នុងការទទួលខុសត្រូវហើយនឹងការងារដែលគាត់ត្រូវធ្វើណាហើយនឹងសិទ្ធិនៅក្នុងការសម្រេចផុតពួកគាត់នឹងទី1គឺនិយាយអំពី hierarchy ហើយទី2គឺនិយាយអំពី role and responsibility ផុតគាត់នៅក្នុងហ្នឹងទី3គឺ department ហ្នឹងហើយអញ្ចឹងនៅក្នុងហ្នឹងមាន department អីគេខ្លះដូចឧទាហរណ៍ថាCOO អញ្ចឹងគាត់នៅក្នុងណាអាចនៅក្នុង operation CFO គាត់នៅក្នុងណា finance មានអីទៀតមានផ្នែកអីទៀតមាន admin មានផ្នែក IT មានផ្នែក academic មានផ្នែកអីជាច្រើនផ្សេងទៀតអញ្ចឹងទៅណាបាទហើយទី4គឺនិយាយអំពី line of report ហ្នឹងហើយ line of report ហ្នឹងហើយអញ្ចឹងអ្នកណាដែលគាត់ត្រូវ report ទៅកាន់អ្នកណាពីព្រោះនៅក្នុងផ្នែកនីមួយគឺមានសិទ្ធិនិងកាតព្វកិច្ចហើយនឹងការងាររៀងៗខ្លួនប៉ុន្តែគឺមានដែនកំណត់នៅក្នុងកម្រិតណាមួយអញ្ចឹងនៅពេលដែលគាត់បំពេញកិច្ចការងារផុនគាត់នៅក្នុងកម្រិតផុនគាត់នឹងហើយគាត់ត្រូវរបាយការណ៍ទៅកាន់អ្នកណាមួយទៀតឬក៏ទៅកាន់ផ្នែកណាមួយទៀតដើម្បីគាត់បន្តកិច្ចការងារហ្នឹងឬក៏សិទ្ធិនៅក្នុងការធ្វើកិច្ចការងារហ្នឹងបន្តអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាមានមកលក្ខវាទៀតហើយចុងក្រោយគេហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹង
workflow នឹងឯងបាទ workflow ចឹង line of report ផ្សេង workflow ផ្សេង line of report គឺជា report ដែលយើងត្រូវរបាយការណ៍ទៅកាន់បុគ្គលណាមួយចំណែកឯ workflow គឺសំដៅទៅលើកិច្ចការងារហ្នឹងតើវាមាន flow របៀបម៉េចមានន័យថាចាប់ផ្ដើមពីណាហើយត្រូវបញ្ចប់នៅកន្លែងណាអញ្ចឹងណាបាទអញ្ចឹងសរុបជារួមមកគឺរចនាសម្ព័ន្ធគឺដើរតួនាទីយ៉ាងសំខាន់មែនទែនហើយក្រុមហ៊ុនដែលមានរចនាសម្ព័ន្ធគឺប្រឈមនឹងហានិភ័យខ្ពស់ហើយធ្វើឲ្យក្រុមហ៊ុនមានភាពវឹកវររញ៉េរញ៉ៃហើយប្រឈមនឹងហានិភ័យខ្ពស់នៅក្នុងការបិទទ្វារ